មួយតាក់ទងនឹងការវិលត្រឡប់ទៅទីកម្ពុជាវិញរបស់ខ្ញុំតែពេលណាខ្ញុំនឹងវិលត្រឡប់ទៅទីកម្ពុជាវិញតែដោយសមាជិកសេរីភាពប្រកបដោយសមត្ថភាពចូលរួមក្នុងការបោះឆ្នោតខ្ញុំសូមបញ្ជាក់ថារឿងខ្ញុំមិនមែនរឿងបុគ្គលទេហើយរឿងខ្ញុំមិនមែនរឿងតឡាការអីឡំដែរគេនិយាយនៅទីក្រុងភ្នំពេញទេរឿងខ្ញុំវាតាក់ទងនឹងរឿងជាតិទាំងមូលគឺថាអង្គការសហជីវជាតិទាមទារឲ្យមានការបោះឆ្នោតត្រឹមត្រូវបោះឆ្នោតហើយគេទទួលស្គាល់បានគេទទួលយកបានតែក្នុងការបោះឆ្នោតហ្នឹងមានលក្ខខណ្ឌពីរដែលគេទទួលយកបានទី1បដូរក៏ចបទី2ការវិលត្រឡប់ទៅវិញរបស់ខ្ញុំសំរាស៊ីដូច្នេះមិនមែនរឿងថាអូបុគ្គលសំរាស៊ីចេះចោះទេជាគោលការណ៍ទោះជាមិនមែនឈ្មោះសំរាស៊ីណាម្នាក់ទៀតក៏គេទាមទារដូចគ្នាអញ្ចឹងបើថាខ្ញុំឥឡូវនៅក្នុងទូនីតិហ្នឹងថាបោះឆ្នោតទៅតែមានគូប្រកួតបេក្ខជននាយករដ្ឋមន្ត្រីគឺមានតែ2ទេគោលគណៈបកគឺមានតែ2អញ្ចឹងគេថាត្រូវតែមានគូប្រកួតត្រូវមានប្រធានគណៈបកប្រឆាំងដាច់ខាតចូលរួមក្នុងការបោះឆ្នោតបើមិនយ៉ាងដូច្នោះទេការបោះឆ្នោតគឺអត់មានតម្លៃអត់មានន័យគាត់ទៅសោះអញ្ចឹងហើយបើគេគិតគូរមិនមែនអូគិតគូរអីសោកតែស៊ីបុគ្គលទៅណាមកណាអត់ទេថាចង់ឲ្យការបោះឆ្នោតយ៉ាងម៉េចការបោះឆ្នោតគេទទួលស្គាល់ឬគេមិនទទួលស្គាល់បើចង់ឲ្យគេទទួលស្គាល់អានឹងត្រូវតែមានវត្តមានប្រធានគណៈបក្សសម្រាប់ស៊ីដាច់ខាតគឺមានវត្តមានរបស់ខ្ញុំត្រូវតែវិលត្រឡប់ទៅវិញអញ្ចឹងចម្លើយហ្នឹងវាតាក់ទងនឹងការបោះឆ្នោតគោលការណ៍ប្រជាធិបតេយ្យទាំងមូលការទាមទាររបស់អង្គការសហប្រជាជាតិរបស់សហគមន៍អន្តរជាតិរឿងនេះគឺកំពុងធ្វើឲ្យរដ្ឋាភិបាលស្រុកខ្មែរហើយយើងទៅយួននៅពីក្រោយតែខ្ញុំឆ្លើយរឿងថាយួននៅពីក្រោយហ្នឹងគេចោទខ្ញុំថាខ្ញុំធ្វើអីខុសអីណាខ្ញុំអត់មានទៅធ្វើអីសម្រាប់ខ្លួនឯងណាតែខ្ញុំទៅដកបកគោលព្រំដែនទី1មិនមែនបកគោលព្រំដែនទេបកគោលយួនឈ្លានពានទេហើយទី2ខ្ញុំទៅការពារដីស្រែកសិករខ្មែរនេះខ្ញុំមិនមែនទៅដកបកគោលនឹងចាំទៅដើមយកដីពីនរណាមិនមែនតែខ្ញុំអត់មានរឿងអីផ្ទាល់ខ្លួនសំរាស៊ីអត់មានអីទាំងអស់គឺទៅការពារដីស្រែជនជាតិខ្មែរដីស្រែជនជាតិខ្មែរគឺជាទឹកដីនៃប្រទេសកម្ពុជារបស់យើងទាំងអស់គ្នានឹងមានរឿងបុគ្គលសំរាស៊ីហ្នឹងនឹងមានរឿងជាតិតែខ្ញុំដកបុគ្គលកំបត់ចោលថាអត់ទទួលយកទេបុគ្គលនឹងរឿងអីមកបោះលើទឹកដីបោះលើដីស្រែជនជាតិខ្មែរដីស្រែជាតិខ្មែរមានទឹកដីប្រទេសកម្ពុជាខ្ញុំជាខ្មែរហើយទាំងអស់គ្នាយើងជាខ្មែរយើងមិនទទួលយកបានទេអាជ្ញាធរខ្មែរអត់មានប្រតិកម្មទេ10ថ្ងៃគ្មានតឡាការគ្មានបលិសគ្មានរដ្ឋាភិបាលណាប្រតិកម្មចេញពីយួនគឺនាយករដ្ឋមន្ត្រីយួន10ថ្ងៃក្រោយនេះខ្ញុំដកបកគោលនៅខេត្តស្វាយរៀងនាយករដ្ឋមន្ត្រីយួនខ្លួនឯងតែម្ដងមានតាមយងអីគេនោះគាត់ស្រែកពីហាណូយគាត់ស្រែកគាត់បញ្ជាឲ្យរដ្ឋាភិបាលហ៊ុនសែនថាឲ្យចាត់ការសំរាស៊ីដោយសំរាស៊ីធ្វើឲ្យខូចទិដ្ឋភាពខ្មែរវៀតណាមភាសាគេនិយាយណាអញ្ចឹងមានន័យថារឿងនេះរឿងជាតិរឿងមិនមែនតែជាតិទេរឿងអន្តរជាតិព្រោះរវាងប្រទេសមួយនិងប្រទេសមួយទៀតមានន័យថាមិនមែនរឿងបុគ្គលខ្ញុំទេពេលណាមានដំណោះស្រាយនយោបាយពេលនោះហើយដំណោះស្រាយនយោបាយត្រូវតែមានព្រោះមិនមែនរឿងទី1ទេតែគេរករឿងខ្ញុំចង់កុំឲ្យខ្ញុំចូលរួមក្នុងឆាកនយោបាយព្រោះរឿងនយោបាយបើគេបញ្ចង់ឲ្យខ្ញុំចូលរួមក្នុងឆាកនយោបាយនោះគេគាត់ទៅយកលេសចេះយកដីចុះប៉ុន្តែពីមុនមករឿងបាំងនេះមានដំណោះស្រាយជានិច្ចចុងក្រោយមានដំណោះស្រាយនយោបាយចុងក្រោយខ្ញុំទៅធ្វើសកម្មភាពដោយមុនដដែលតែគេប៉ុនប៉ងពេលរបស់គេប៉ុនប៉ងសម្រាប់រាងកាយណាគប់កប់បាយតាមបាច់ក្នុងម្ដងសម្រាប់រាងកាយអត់បានសម្រាប់នយោបាយយកអត្តរាការ10ឡាននេះមកចាត់ការចាត់កាត់ទោសអីហ្នឹងដើម្បីកម្ចាត់នឹងខាងសម្រាប់នយោបាយប៉ុន្តែទីបញ្ចប់
ឃើញថាមិនអាចកម្ចាត់ខ្ញុំបានប្រើមធ្យោបាយអីក៏មិនអាចកម្ចាត់បានដែរគង់តែមានដំណោះស្រាយដូចសម្ដេចព្រះនរោត្តមសីហនុហើយយើងត្រូវរំលឹកកាលប្រកាសថាព្រះបាទសម្ដេចព្រះនរោត្តមសីហនុធ្វើជាប្រធានចលនាតស៊ូច្បាំងជាមួយយួនចូលសង្គ្រាមមិនតឡាការយួនទេតឡាការនៅក្នុងវិញមានហ៊ុនសែនហើយសម្រិទ្ធនៅមានយួនវាជាវាស្អប់សម្ដេចសៀរវាខ្លាចសម្ដេចសៀរថាសម្ដេចសៀរគឺស្រឡាញ់ជាតិណាទាមទារឯករាជ្យពីបារាំងតទល់ជាមួយអាមេរិកឬអីមកឲ្យយួនមកលេបសុខថ្ងៃងាយបានសម្ដេចសៀរលោកចេញមុខណាធ្វើជាប្រធានចលនាតស៊ូប្រឆាំងយួនបានយួនវាបញ្ជាឲ្យមានតឡាការនៅស្រុកខ្មែរមួយកាត់ទោសសម្ដេចសៀរនោះឲ្យជាប់គុកមួយជីវិតដូច្នេះរឿងនេះមិនមែនរឿងសម្ដេចសៀរនោះបុគ្គលលោកបានធ្វើអីខុសអីណារឿងជាតិពួកយួនវាចាប់កម្ចាត់អ្នកស្នេហាជាតិតែឃើញតែសម្ដេចសៀរនោះមានដៃឲ្យយួនចាប់មានដៃឲ្យយួនយកទៅដាក់គុកពីកាលសម្ដេចសៀរនោះលោកតស៊ូដល់ចប់ក៏តែមានដំណោះស្រាយនយោបាយកិច្ចព្រមព្រៀងទីក្រុងប៉ារីលោកវិជាចូលទៅស្រុកខ្មែរវិញជាងទៅឡើងសៅរ៍មិនមែនចូលទៅវិញឲ្យយួនចាប់ទេហ្នឹងហើយសូមជម្រាបបងនឹងការមើលត្រឡប់ទៅរបស់ខ្ញុំរឿងនេះវាជារឿងនយោបាយណាថ្នាក់ជាតិហើយថ្នាក់អន្តរជាតិvìខ្ញុំនិយាយមិនខ្ញុំនិយាយពីស្ថានភាពឬឆាកអន្តរជាតិវាអំណោយផលមានការតំណែងមានការងារที่កំពុងតែបំពេញរៀងខ្លួនគឺក្នុងន័យមានការបោះឆ្នោតត្រឹមត្រូវបានមានការចូលរួមពីគណៈបកទាំងអស់ហើយពីវិធានគណៈបកសង្គ្រោះជាតិប៉ុន្តែខ្ញុំបានលើករឿងមួយទៀតដោយសារបកណាកណ្ដាលស្ដេចព្រះនរោត្តមសីហនុលោកទៅសាជាពុទ្ធរឿងនេះខ្ញុំបានរកការសម្រុះសម្រួលដើម្បីឲ្យខ្ញុំមានឱកាសជាលើកចុងក្រោយទៅឆ្វែងបង្គំសពព្រះបរមសាស្ត្រទៅគោរពព្រះវិញ្ញាណក្ខន្ធទៅឃើញប្រភពជាលើកចុងក្រោយគុណទីបូជាព្រះអង្គពីពួកខ្ញុំនិយាយមកទៅខ្ញុំគោរពអ្នកសាហាជាតិពួកសម្ដេចព្រះនរោត្តមសីហនុគឺជាលោកមានកំហុសរឿងយើងធ្វើអីរឿងដែលមិនខុសគឺច្រើនខុសកាន់តែច្រើនប៉ុន្តែអាស្រ័យចិត្តយើងខ្ញុំយល់ឃើញថាសម្ដេចព្រះនរោត្តមសីហនុលោកមានចិត្តមានប្រទេសសាហាជាតិហើយលោកអត់ពុករលួយលោកមិនដែលទៅប្រមូលទៅប្រព្រឹត្តអំពើមិនគប្បីកើតកាត់កេងយកលុយមើលលោកស្គុតលោកគ្មានទ្រព្យសម្បត្តិអីទាំងអស់គឺយើងមើលអ្នកដឹកនាំប្រទេសគេទៅទីប្រធាននេះទៅប្រទេសអតីតព្រះមហាក្សត្រលុយយកមកគោនៅក្រៅប្រទេសណាកូនចៅចាយលុយមិនអស់ក៏ដាក់តែសម្ដេចសីហនុអស់អញ្ចឹងបើថាខ្ញុំគោរពយកអញ្ចឹងបានទេហើយទីបញ្ចប់របស់យើងមានរឿងអីយើងធ្លាប់មាននឹងបើខ្ញុំរករូបយ៉ាងម៉េចតែរឿងបញ្ចប់គឺអ្នកណាស្លាប់យើងត្រូវនឹកអំពើល្អពីឈប់និយាយពីរឿងគាត់ពីនឹកតែរឿងល្អហើយយើងដឹងគុណហើយលោកបានជួយខ្ញុំច្រើនណាស់សម្ដេចសីហនុជួយការឆ្នាំ1992តែងតាំងខ្ញុំមកខ្ញុំធ្វើសមាជិកឧត្តមក្រុមប្រឹក្សាជាតិកងសី National Chief គឺតំណាងឲ្យគុណស៊ីប៉ិចនៅដំបូងព្រះអង្គសម្ដេចសីហនុជួយលោកធ្វើជាសមាជិក SNC ក្រុមឧត្តមក្រុមប្រឹក្សាជាតិតំណាងឲ្យគុណស៊ីប៉ិចហើយតំណាងម្នាក់ទៀតគឺព្រះអង្គចាស់នរោត្តមរណរដ្ឋគឺព្រះរាជវង្សសន្តិវង្សពីរអង្គហ្នឹងដល់សម្ដេចសីហនុលោកឡើងជាប្រធាន SNC លោកតែងតាំងខ្ញុំឲ្យមកជំនួសកន្លែងនេះលោកទុកទំនេរហ្នឹងមកធ្វើជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិជាមួយព្រះអង្គចាស់នរោត្តមរណរដ្ឋគឺតំណាងជាតិមិនមែនតំណាងឲ្យគុណស៊ីប៉ិចទេមកពីគុណស៊ីប៉ិចមិនតំណាងឲ្យប្រទេសជាតិគឺចរចាជាមួយអង្គការសហប្រជាជាតិតំណាងអធិបតេយ្យភាពជាតិហ្នឹងហើយជីវិតនយោបាយរបស់ខ្ញុំគឺបានចាប់ផ្ដើមតាំងពីខ្ញុំចេញមុខបានតំណាងឲ្យប្រទេសជាតិទៅសម្ដេចព្រះនរោត្តមសីហនុបានតែងតាំងខ្ញុំអត់ទិញគុណទេមិនមែនបានផលប្រយោជន៍ពីខ្លួនឯងប៉ុន្តែបានឱកាសបានកិត្តិយសការពារប្រទេសជាតិអ
tới khỏi máu lúc chui theo chính định trong thư lòng đây dùng sạch cách thay mà thôi trong hiên và trang quân sai với trang ông chắc rằng nó cắt thấy chưa khơi của rất họ tư không ở nuôi cứ có con na sẽ chèn mặt lúc chui theo lưng chất chất theo chui ca bia ba mươi địa bên khỏi máu của ba ở lúc sông thả lên lúc sông thơn ví dụ rằng cái mà đâu ta sông đã pi chín này thì có khơi quân sai ra rất chậm dậm dơ thế rồi thà lúc sông thơn ví dụ rằng là tây lúc sông tay tăng có bạn ví dụ rằng tây buôn cứ quân sai rồi đọc ra là rất sao đẹp xí để kêu sông phong rồi miền tọt miền đây miền thiên khang tròn nam hai họ lục trọng họ trong cả một lúc chiến lúc tục chất theo lúc miền ca cái đó chỉ có đi cũng qua của đi làm đấy ở trong tân quân đúng là chắc là lên lúc sự quân chúng ta xong từ khơi cập hẹn trong khởi mà đo chắc chiêm một lúc mà mấy lứa nhiều bài ấy tới mà phay buôn máu đâu mà phay buôn máu đâu là bằng máu ban cho ven thì thay cũng trong rồi liền chắc đấy vấn đề ở đây những ai toàn thứ ba của miền ở đi cái cao của đức Phật hoa Sasana như đông quân rồi phục dương Islam bom ôn dương là dương rồi lúc sản anh Islam dương bên con sọc chúng ta dương đời na dương miền thổ đẹp đấy cứ dương thử dân đánh khăn đấy lương trong gói bây giờ mình tới cái dương mình hay luôn dương là dương chỉ là đúng đấy lương dân quân cả thành du cao Sasana nhưng mà thà lương đấy chỉ lương vui tiết thì ai thành tâm thế này xem ai tới cái còn tới phải một cung cái của mà sau của lúc cái những cái khăn khi được phép lên châu khơi những ai tới bật lên ai và ta tới vui tiết được không đi nhiều bài nó cho được biết nó sai nhiều bài trong sai cái đó riêng cái program trên program Paris duôn cái bắt trong program này chắc là cái toát trao cái trong vòng cái trao và ta hay làm vay sau đó có nhiều mà kết hay làm vay được cả bên này trăm này và mang ngay khởi đây của cô na sự cốt nữa baเราทำในบางคนใส่เยอะใครอยู่ใครไปต่อร้านคือจะบดจิตmiền đây tham tập tuôn squat bởi thôiจะบดจิตchoแต่vay để tranh ngon ngay một cây bay nữa vì viên sả sầm khăn vì viên tầm ngay vì vừa lúc và nhìn trong ngay nó thôi chỉ bật chiết trước khi đây thay khi từ tuôn squat này chặt từ tuôn squat là miền ấy thôi à để chúng rất ôi từ tuôn squat cái trong viên thì trong phải lặng nè lưng lọ sẽ đẹp dễ ngay thì vua muốn à đương tức đầy vua nạp viên tức đầy rất là chỉ cho bắt tay rất lúc sức lúc dương từ sông bo cái từ cô phía thà nó sông của lúc cái trong viên thì trong Paris cho kita coba rakam iban ai từng grup ho trong ai Antaraksít ai Canada ai Amerik ai Barat thì chui grup cái công ty trong Paris nó rakam bao grup bên từng grup ho mai mình đang ai được tiền thế không bên này lớn nhé khỏi bị corona sụt corona được chui bên trong khỏi được sụt hơi sao được mấy chục riêng ai từ tôi qua cái công ty trong Paris bên đó để chúng ta xong cái thao grup cái công ty trong Paris là mai ai cũng sang rồi mai từ tôi qua cái công ty trong Paris nó sẽ thử từ cái công ty trong Paris thì cái công ty trong Paris nó tự nhiên ca phi môn nào tiếp tục đây sản xuất xây nhà na đểเป็นสอบđây nó thao phải cho cái chiết đây lúc môn nào tiếp tục đây từ chặt lúc chỉ muốn khác thử miên từ miên rồng bom và chiết từ bên tay sẽ đi những cái bạn cái trong dây đấy nữa do đó cái sủng rúa mua là ca đây ca tiên kia ca cho ra cái sủng rúa rồi sai như bạn cái công ty trong Paris rồi tôi score rồi khai nhận được áp liền cho người chuôn thì tham viên trong chắc là dành dừng chúng tôi những cái khăn chiếu mất vì coi dương viên sẽ cục đài chuôn trong luôn viên mất nó bị phạt thì chắc là dương là những viên con tập thiết trùng đôi nói group nha chết đây vì đường cỏ tớiนี่เรื่องนี้เราออกเสียงเยอะๆหรือว่าถ้าจังให้ย้วนชัวร์เนี่ยเรื่องสมมติก็ได้สมมตินะได้สมมติแต่ก็ยืนถึงเชื่อกันถ้าย้วนชัวร์สมมติจังเรื่องก็ปาราเซลสปรัดเลยได้ยืนมีกอตรอนะกอตรอก็ยืนชัวร์สมมติย้วนได้ยังย้วนmình men chưa đôi khuôn ăn thay chỉ là rong khuôn đời chân chi tiên dọc cọ đi của man spratly hay sparaset
យួននឹងជាប្រទេសឆ្លៀនពៀនដោយប្រទេសខ្មែរជាប្រទេសរងគ្រោះយើងបាត់បង់កោះត្រល់អញ្ចឹងបើយួនប្តឹងចិនរឿងដែនសមុទ្រចិនខាងត្បូងយើងប្តឹងយួនពីកោះត្រល់ដែនសមុទ្រចិនខាងត្បូងដែរនៅវាឡងឲ្យយួនប៉ះទង្គិចមួយចិនយើងត្រូវឆ្លៀតឱកាសហ្នឹងដើម្បីការពារផលប្រយោជន៍ជាតិយើងឥឡូវនិយាយដែនសមុទ្រអត់ចប់ទេយើងពីព្រោះចម្លែកស្រុកខ្មែរយើងខាត់បង់ធ្ងន់ណាដោយរបបលោកហ៊ុនសែនពីមុនគាត់ទៅចុះហត្ថលេខាជាមួយយួនហើយយួនទៅត្រូវរើគ្នាជាមួយសៀមមកប្លន់ដែនសមុទ្រទៀតមិនដែលមាននៅក្នុងពិភពលោកប្រទេសដែលមានឆ្នេរសមុទ្រដូចស្រុកខ្មែរយើងមានឆ្នេរសមុទ្រពីកែបកកតកំពង់សោមនៅខេត្តព្រះសីហនុកោះកុងយើងមានឆ្នេរសមុទ្រដូច្នេះយើងត្រូវអាចមាននាវាយើងចេញទៅនាវាគេចូលមកទៅដល់សមុទ្រអន្តរជាតិតាមមេអន្តរជាតិប៉ុន្តែអត់ឥឡូវហ្នឹងយើងចេញតែប្រហែលថា100គីឡូចេញពីកពតចេញពីកោះកុងទៅដល់កណ្ដាលសមុទ្រយួនហើយនឹងសៀមចាប់ដៃគ្នាបិទជ្រក់យើងហ្មងអាសមុទ្រហួសទៅបន្តិចបិទជ្រក់យើងអត់ចេញទៅសមុទ្រអន្តរជាតិវិញទេពួកយួនហើយសៀមគេចាប់ដៃគ្នាគេបិទជ្រក់សមុទ្រខ្មែរគេចែកដែនសមុទ្រខ្មែររបស់ខ្មែរសោះយើងត្រូវមានជ្រក់ចេញទៅក្រៅទៅដល់សមុទ្រអន្តរជាតិយើងចេញអត់រួចពួកយួនហើយសៀមគេត្រូវគ្នាមិនមែនលោកហ៊ុនសែនគាត់នឹកឃើញតំណែងលោកឃើញចឹងទេឲ្យយួននៅវិជាមិនមែនរឿងបុគ្គលតែបើឆ្លើយរឿងនោះមិនមែនរឿងបុគ្គលជាសឹមមិនមែនបុគ្គលហ៊ុនសែនបុគ្គលហេតុសម្រាប់អានេះនយោបាយយួនលៀមទឹកដីខ្មែរនយោបាយយួនសម្រាប់ខ្មែរមិនមែនរឿងបុគ្គលតែប្រហែលអ្នកនឹងទេរឿងនេះរឿង6តាំងពី1600ជាងនោះគឺថា400ឆ្នាំហើយដែលយួនលើកទឹកដីខ្មែរហេតុសម្រាប់ជាសឹមហ៊ុនសែនហ្នឹងមិនដឹងជានៅណាពេលនោះទេដែលយួនចូលមកចាប់ផ្ដើមពីបញ្ជូនជនជាតិវាចូលមករំលឹកខេត្តយើងប្រមាណម្ដងមួយអស់កម្ពុជាក្រមរឿងនេះមិនមែនរឿងថ្មីថ្មោងទេឥឡូវនេះគាត់ជានយោបាយយួនបន្តការលេបទឹកដីប្រទេសកម្ពុជាដល់ទៅទៀតនឹងខ្ញុំឆ្លើយប៉ុណ្ណឹងថាយួនណានយោបាយយើងវាចង់បាន3យ៉ាងចាំមើលចុះយើងតទៅជាមួយយួនយើងត្រូវដឹងចំណុចថាយួនចង់បាននេះខ្លះទី1ចង់បានទឹកដីភ្លាមបខិតព្រំដែនឥឡូវយួនធ្វើបានវារឿងអីទៀតគឺវាអាចអនុគ្រោះឲ្យអ្នកកាន់អំណាចនៅស្រុកខ្មែរឲ្យទឹកដីទៅវាព្រោះវាចង់បានទឹកដីយើងទេមានស្អីតែបានទឹកដីហើយអ្វីលើទឹកដីនឹងបានទៅវាទាំងអស់អញ្ចឹងវាត្រូវបខិតព្រំដែនវាត្រូវល្បិចគ្រប់សពទី2វាត្រូវបញ្ចូលជនជាតិទៀតបញ្ចូលជនជាតិទៀតដូចស្មោកពីពួកកម្ពុជាក្រោមមិនចាំបាច់ច្បាំងទេបញ្ចូលជនជាតិទៀតឲ្យច្រើនទៅបង្កើតកូនបង្កើតចៅឲ្យច្រើនទៅយូរទៅវាដល់បារាំងគាត់មកដល់រៀបបារាំងរៀបចាត់ចែងថាឥឡូវកម្ពុជាក្រមទៅផ្ទេទៅខាងណាក៏ដល់មើលសមាជិកជាក់ស្ដែងប្រជាពលរដ្ឋសិទ្ធិយួនច្រើនជាងខ្មែរដូច្នេះបានទៅជាយួនហើយបោះឆ្នោតហើយអង្គការសិទ្ធិជាតិមកបោះចែកយួនហើយយួនច្រើនជាងខ្មែរអានេះគេធ្វើអញ្ចឹងកុំឲ្យយើងរឿងបំរះរួចគេបញ្ចូលហើយយើងចង់ថ្ងៃណាមួយយួនច្រើនជាងខ្មែរចប់ទឹកដីនេះគឺជាប់ទៅឲ្យយួនថា politique du fait accompli fait accompli គឺគេបញ្ចូលមកដល់ថ្ងៃណាមួយយើងចង់ទាមទារឲ្យហួសពេលអញ្ចឹងបានថាយួនត្រូវបង្កើតត្រូវនយោបាយសម្លឹកឬមួយតម្រូវឲ្យរដ្ឋាភិបាលណាដែលយួននៅពីក្រោយនោះឲ្យបើកផ្លូវឲ្យយួនឲ្យនិគមយួនពលវៀតណាមយ៉ាងចូលកាន់កាប់ហើយឥឡូវនេះចូលណាវាតាក់ទងនឹងនយោបាយសេដ្ឋកិច្ចគឺត្រូវផ្ដល់សម្បត្តិដីធ្លីអារឿងព្រំដែនប្រកាសយកហើយយកពី3គីឡូ4 10គីឡូ10 20គីឡូចូលមកទឹកដីខ្មែរយួនទៅយកដល់ប៉ុន្តែអាយកមិនទាន់បានណាផ្ទៃដីប្រទេសកម្ពុជាទាំងមូលនៅសេសសល់នៅកណ្ដាលប្រទេសគេធ្វើម៉េចគេពុះស្រុកខ្មែរពុះជ្រៀកជាដុំជាសម្បត្តិណាតំបន់សម្បត្តិដីធ្លីសម្បត្តិព្រៃឈើសម្បត្តិរាំងគឺ 10,000 ហិកតាទៅឡើងដល់ប្រមាណលានហិកតាអានឹងគឺបើកដៃឲ្យយួនមិនចាំបាច់យកតាមព្រំដែននេះចូលមកកណ្ដាលស្រុកនេះ
គេវិទ្យាឲ្យក្រុមហ៊ុនយួនយកមកយួនពេលហ្នឹងវាចូលមកវាយកគ្នាវាពីថាកម្មករមិនមែនកម្មករសិទ្ធិហ៊ានយួនស្លៀកពាក់ជាស៊ីវិលមកបង្កើតភូមិអាសន្នប្រទេសគេឲ្យ 10000 ហិកតាប្រមាណកន្លែងប្រមាណ10កន្លែងឡើងលានហិកតាប្រមាណ100កន្លែងអញ្ចឹងវាមកបង្កើតភូមិវាមកបង្កើតតូនមកបង្កើតចៅវាទៅជាដីយួនទៅហើយអានឹងនយោបាយទី2គឺបញ្ចូលជនជាតិយួនហើយថែមទាំងអាសន្នប្រទេសដីធ្លីដែលហ៊ុនសែនកំពុងតែធ្វើនោះអានឹងគឺយ៉ាងឆាប់រហ័សឲ្យស្រុកខ្មែរខ្លាយទៅជាខេត្តរបស់យួនជាបដាមិនចាំបាច់400ឆ្នាំកម្ពុជាក៏ចាំ400ឆ្នាំនេះទុកតែ20-30ឆ្នាំទៀតគឺតើទី3ដែលយួនចាប់បានពីខ្មែរគឺកុំឲ្យខ្មែរយើងក្នុងពេញខ្មែរកណ្ដាលជួយកម្ពុជាក្រមអសង្ឃគឺត្រូវធ្វើមិនគៀបកម្ពុជាក្រមខ្មែរកម្ពុជាក្រមឡើងមកចាប់ព្រះអង្គទឹកសខនឡើងមកចាប់បញ្ជូនឲ្យយួនវិញអត់ឲ្យធ្វើសកម្មភាពការពារខ្មែរកម្ពុជាក្រមតែយើងតែនិយាយថាខ្មែរកម្ពុជាក្រមជាខ្មែរទឹកដីកម្ពុជាក្រមជាមិនមែនទឹកដីខ្មែរកម្ពុជាក្រមជាទឹកដីរបស់ខ្មែរយើងទាំងអស់គ្នាដូច្នេះយើងត្រូវតែការពារបងប្អូនយើងឡើងមកពីកម្ពុជាក្រមឲ្យមានសិទ្ធិរស់ដោយសុវត្ថិភាពហើយជួយពួកគាត់ទាមទារសិទ្ធិសេរីភាពរបស់គាត់នៅកម្ពុជាក្រមយើងគួរគណៈបកប្រឆាំងរបស់យើងចិត្តខ្មែរជាមហាគ្រួសារខ្មែរក្រមខ្មែរកណ្ដាលខ្មែរលើយ៉ាងបានយើងមើលចុះរបបហ៊ុនសែនណា3យ៉ាងគឺបំពេញចិត្តយួនបំពេញចិត្តយួនទី1បង្ខិតប្រំដានទី2ឲ្យជនជាតិយួនចូលមកពេញទឹកពេញដីតែមិនគាត់ទៅចូលតាមនេសាទទេណាគឺនេសាទចាប់ត្រីឥឡូវអត់ទេយួនតែនៅលើទូកលួនឡើងលើគោកហើយមកយកដីយើងស្រែចម្ការយើងកាត់ព្រៃឈើយើងព្រៃឈើព្រៃភ្នំរ៉ែយួនឡើងមកពេញហើយពេញទឹកពេញដីហើយអានឹងយួនចង់បានទី2គឺរដ្ឋាភិបាលហ៊ុនសែនបំពេញចិត្តឲ្យទី3គៀបខ្មែរកម្ពុជាក្រមកុំឲ្យយើងជួយខ្មែរកម្ពុជាក្រមកដល់រដ្ឋាភិបាលហ៊ុនសែនបំពេញចិត្តយួនលើ3ចំណុចហ្នឹងជួយអីទៅអានឹងជាអាយុជីវិតរបស់យួនដូចកៅភ្នែកវាចាំបានពីខ្មែរឲ្យទៅធ្វើតាមចំណុចទាំង3នៅនយោបាយហ៊ុនសែនធ្វើឲ្យហើយអានឹងចាត់ទុកថាយើងជាខ្ញុំម្ចាស់យួនមែនទេចឹងហើយបងប្អូនអើយដល់ពេលសង្គ្រោះជាតិសង្គ្រោះទឹកដីសង្គ្រោះដីធ្លីសង្គ្រោះស្រែចម្ការសង្គ្រោះព្រៃឈើព្រៃភ្នំបឹងបួស្ទឹងទន្លេរបស់យើងត្រូវតែសង្គ្រោះទឹកដីប្រទេសកម្ពុជាប្រព័ន្ធទឹកដីខ្មែរយួនប្រព័ន្ធសារវិទ្យាខ្មែរឲ្យបានបាននៅឆ្នាំ2023រឿងរាជានិយមទុកមួយលើកពីព្រោះរដ្ឋធម្មនុញ្ញយើងចែងថារបបរាជានិយមអាស្រ័យសភា monarchie constitutionnelle គឺព្រះមហាក្សត្រអត់មានអំណាចទេគាត់តែជានិមិត្តរូបចឹងនិមិត្តរូបមិនជាសំខាន់មិនមែនតកតងអាយុជីវិតប្រទេសជាតិយើងទេអាយុជីវិតប្រទេសជាតិយើងគឺអ្នកនយោបាយអ្នកដែលធ្វើសេចក្តីសម្រេចអ្នកដែលកាន់អំណាចពិតប្រាកដគឺនាយករដ្ឋមន្ត្រីការបោះឆ្នោតយើងឈ្នះយើងដឹកនាំប្រទេសរដ្ឋាភិបាលនាយករដ្ឋមន្ត្រីខាងអ្នកស្នេហាជាតិរបបរាជានិយមមិនប៉ះពាល់ផលប្រយោជន៍ជាតិទេផ្ទុយទៅវិញពេលហ្នឹងយើងឲ្យតម្លៃមិនមែនយកលួងធ្វើជាតុក្កតាទេលួងជានិមិត្តរូបនៃជាតិខ្មែរជាផ្នែកមួយនៃអត្តសញ្ញាណរាជខ្មែរជាតិខ្មែរជួយពង្រឹងឯកភាពជាតិខ្មែរមិនមែនជារឿងបុគ្គលទេថាយើងមិនស្អប់តែស្អប់តែនេះធ្វើខុសពីនេះជំនុំសន្តិភាពនេះនោះអត់ទេខ្ញុំនិយាយជាគោលការណ៍ខ្ញុំនិយាយជាស្ថាប័នរបស់ monarchie គឺមិនអាក្រក់សម្រាប់ជាតិយើងទេផ្ទុយទៅវិញអាចជួយពង្រឹងឯកភាពជាតិអាចជួយពង្រឹងអត្តសញ្ញាណ identité nationale អត្តសញ្ញាណជាតិយើងហើយការផ្លាស់ប្ដូរសង្គមចុងក្រោយការផ្លាស់ប្ដូរត្រូវតែផ្លាស់ប្ដូរហើយគ្មានណាប្រទេសណាគេទុកអ្នកដឹកនាំដែលរាប់សិបឆ្នាំទេអត់មានទេក្នុងពិភពលោកមានប្រទេសអត់ថយប្រទេសដាច់ការប្រទេសក្ររហេប្រហាមមានអ្នកដឹកនាំប្រទេសអាហ្វ្រិកប្រទេសមិនគ្មានប្រទេសជឿនលឿនប្រទេសសេរីណាក្នុងពិភពលោកដែលមានអ្នកដឹកនាំកណ្ដាល30-40ឆ្នាំដោយនៅប្រទេសកម្ពុជាទេទុកយូរកាន់តែប្រកា
ទុកយូរកាន់តែពុករលួយទុកយូរកាន់តែប្រាក់ទុកយូរជាតិយើងកាន់តែហិតហើយខេត្តចុកខ្មែរយើងជាប់ជាមួយជួនទៀតព្រោះនៅតែបង្កើតផលប្រយោជន៍ជួនទៅសប្តាហ៍រវាងតែជាតិយើងដូច្នេះត្រូវតែមានការផ្លាស់ប្ដូរដាច់ខាតដូចឆ្នាំ2018ខ្លាំងពុទ្ធសាសនាចង់ទានមីក្រូជូនព្រះអង្គទាំងអស់គ្នាទានបវាតណាទានបវាតដល់ចំណាដល់បងប្អូនទាំងអស់យកទៅពិចារណាពុទ្ធសាសនាជាពលរដ្ឋខ្មែរណាតែចេះគិតពីវាសនាប្រទេសជាតិដែរផ្សំតែបងប្អូនជាពលរដ្ឋទូទៅអ្នកកាន់ពុទ្ធសាសនាគ្រប់បទរានុទានគ្រប់អង្គជាទីគោរពហើយសូមចម្រើនពរនិងសូមគោរពនៅសេចក្តីគោរពរបស់ដល់លោកប្រធានគណៈបក្សសង្គ្រោះជាតិព្រមទាំងលោកទាវព្រមទាំងសមាជិកសមាជិកាជាទីគោរពហើយសូមគោរពដល់អង្គជុំអាត្មាឃើញតាមនាមជាប្រសងព្រះអង្គបានទៅណាតាមនាមជាកូនខ្មែរមួយរូបគឺថាមានក្តីសប្បាយរីករាយអត្តប្រមាណបានទៅដែលបានទូលោកប្រធានបានទៅជាពិសេសជាកូនខ្មែរអ្នកដឹកនាំជាតិមួយរូបបានទៅដូចថាជានិច្ចកាលលោកប្រធានតែងតែគិតគូរដល់ប្រទេសជាតិដែលលោកប្រធានតែងមានយោបល់ថាម្ដាយឈឺច្រើនចាំណាអាត្មាភាពក៏មានអីជាធំដុំក៏មានមតិតិចតួចច្រើននៅក្នុងដូចថាជំរាបជូនទៅដល់លោកប្រធានក៏ដូចជាអង្គប្រជុំគោលការណ៍អ្នកដឹកនាំគឺគោលការណ៍ជាអ្នកដឹកនាំត្រូវមានធម៌4ណាគ្រូទី1គឺអ្នកដឹកនាំត្រូវមានសេចក្តីក្លាហានក្នុងការធ្វើអំពើល្អហើយទី2គឺត្រូវទទួលនឹងឥទ្ធិគុណរបស់ប្រជារាស្ត្រហើយទី3គឺខ្វាយខ្វល់ដូចថាបាននៅក្តីអំណោយថាមានការខ្វាយខ្វល់ហ្នឹងណាហើយទី4គឺកែប្រែដូចថាអ្វីដែលលោកប្រធានបានធ្វើខុសចម្រើនទៅដូចថាត្រូវរិះគិតយ៉ាងណាដើម្បីឲ្យមករកត្រូវវិញមែនទេអាត្មាសូមទៅសារដោយស្មោះបានទៅដោយលោកប្រធានថាអំពើល្អគ្រប់យ៉ាងទាំងអស់របស់អ្នកដឹកនាំដោយលោកប្រធាននេះគឺអស្ចារ្យណាស់បានប៉ុណ្ណាលោកប្រធានមិនមែនតែជួយនៅស្រុកខ្មែរទេបានប៉ុណ្ណាគឺជួយប្រជាជននៅប្រទេសកាណាដាច្រើនរូបបានប៉ុណ្ណាក៏ដូចជាស្វាភាពពីដើមក៏បានលោកប្រធានដែរហ្នឹងដូចជាឪពុកបានប៉ុណ្ណាគឺបានជួយលោកប្រធានថាយើងមានការដឹកគុណចំពោះឪពុកម្ដាយដូចជាសម្ដេចព្រះនរោត្តមសីហនុបានទៅតែព្រះអង្គមានគុណូបការៈដល់ពុកពួកផងដូច្នេះច្បាស់ភាពយល់ឃើញថាសេចក្តីល្អនេះទោះបីជាដូចធម៌ព្រះអង្គលោកបានសម្ដែងថាអត្តាហវេយិតិសេយោបានការឈ្នះខ្លួនឯងគឺការពិសានឹងទៅដូច្នេះសេចក្តីល្អរបស់លោកប្រធានគឺដាក់ឈប់នៅក្នុងក្រអៅបេះដូងរបស់ខ្មែរគ្រប់រូបទាំងក្នុងប្រទេសទាំងក្រៅប្រទេសអាត្មាភាពទាំង3ព្រះអង្គក៏សូមបូកសុរោដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកមានទេវតាឆ្នាំថ្មីបណ្ឌិតភិក្ខុរាទេវីបត្រីទី6របស់កបលមហាប្រណិបសូមជួយតាមអភិបាលតាមថែរក្សាឯកឧត្តមលោកទាវព្រមទាំងសមាជិកសមាជិកានៃអង្គប្រជុំជួបប្រទេសតែនឹងបន្តទាំងឡាយ5ប្រការមានឱកាសមកជួបបាទខ្មែរស៊ីសំខ្មែរមុនគេបង្អប់គឺទួនាទីរបស់យើងអស់គ្នារួមគ្នាដើម្បីស្រោចស្រង់និងសង្គ្រោះប្រទេសជាតិខ្ញុំដឹងហើយខ្លួនមិនមែនសប្បាយចិត្តទេរឿងកិច្ចព្រមព្រៀងទីក្រុងប៉ារីរឿងកោជបរឿងការបោះឆ្នោតបានត្រឹមត្រូវមិនធ្វើត្រឹមត្រូវអត់ឈ្នះយើងទេអញ្ចឹងច្បាស់ជានិមានល្បិចយកជើងរៀនទឹកមានពុតវត្តតែយើងទៅដឹងដែរយើងទៅមិនងងទៅអោបដៃ
ឲ្យគេទុកស្កាត់ណារៀបរៀងអ្វីដែលយើងកំពុងតែធ្វើអ្វីដែលយើងចង់បាននេះថាចោលអីក៏ដោយចោលលុយស្លឹកឆ្នោតឬចោលលុយកងសម្បត្តិក៏ទេចោលវាមានល្បិចច្រើនណាប៉ុន្តែវាចោលបកែបលិសក៏បកែដែរបលិសគេត្រូវមានក្បួនដើម្បីទប់ស្កាត់កុំឲ្យចោលលុយដែរតែយើងត្រូវមានប្រាជ្ញាយើងត្រូវមានបទពិសោធន៍យើងត្រូវតែរកអ្នកដែលមានជំនាញដែលមានគំនិតល្អដោះស្រាយធ្វើម៉េចតែគេឲ្យក្បិតយើងហើយគេឲ្យថាឧបករណ៍អីធ្វើការមួយអូប្រយ័ត្នអាក្បិតនឹងវាអត់មុនណាអានឹងក្បិតនឹងគេឲ្យយើងគាត់ទៅឲ្យយើងនឹងគេយកទៅវិញថ្ងៃណាមួយមិនវាអាស្រ័យលើយើងតែក្បិតវាមិនមុតយើងយកទៅសរៀងទៅហើយយើងចេះប្រើប្រាស់ទៅគំនិតស្មានថាអានេះវាប្រឡំវាឲ្យតែយើង